មុខងារ Always on display នៅលើ ColorOS 16ជាមួយនឹង ColorOS 15គឺមានការកែប្រែគួរឲ្យកត់សម្គាល់ច្រើនមែនទែនឥឡូវចូលមកស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងសម្រាប់ទៅលើការកំណត់ទៅលើមុខងារ Always on display គឺយើងត្រូវចូលទៅកាន់ setting អញ្ចឹងយើងឃើញថាមុខងារ setting នៅលើ ColorOS 15ជាមួយនឹង ColorOS 16គឺវាមានចំណុចប្លែកៗបន្តិចដូចជាក់ស្ដែងទៅនៅលើមុខងារ ColorOS 16នេះគឺយើងឃើញ home screen lock screen and style ប៉ុន្តែនៅលើ ColorOS 15គឺយើងឃើញ wallpaper and style អញ្ចឹងយើងចូលកន្លែងនោះដូចគ្នាមកអញ្ចឹងយើងនឹងឃើញទម្រង់នៃការបង្ហាញ lock screen ឬក៏ flag sim របស់ ColorOS 16នេះគឺវាមានចំណុចខុសគ្នាច្រើនពី ColorOS 15បងប្អូនឃើញថាកន្លែងនេះគឺនៅពេលដែលយើងឆ្លាស់ពីមួយទៅមួយគឺវាមានពន្លឺនៅខាងក្រោមនេះបន្ថែមមកយើងមើលអញ្ចឹងណាអញ្ចឹងគឺជាការ design យើងស្អាតមួយយ៉ាងហើយនៅក្នុងនេះឧទាហរណ៍ថាយើងចូលយកនៅ flag sim ណាមួយឥឡូវឧទាហរណ៍ថាខ្ញុំចុចកន្លែង all flag sim មកហើយកន្លែងនេះយើងចុច more sim អញ្ចឹងចូលមកដល់ក្នុងនេះយើងឃើញថាមាន flag sim ជាច្រើនសម្រាប់ឲ្យយើងធ្វើការជ្រើសរើសមិនថាទាំង ColorOS 15ឬក៏ ColorOS 16ទេគឺមាន style ជាច្រើនដែលអាចឲ្យយើងរើសបានប៉ុន្តែគ្រាន់ថានៅលើ ColorOS 16ទម្រង់នៃការបង្ហាញម៉ោងរបស់វារៀងខុសគ្នាពី ColorOS 15ច្រើនជាពិសេសទៅលើការ customize អញ្ចឹងឧទាហរណ៍ជាក់ស្ដែងទៅឧទាហរណ៍ថាខ្ញុំរើសយក flag sim មួយនេះដែលវាជាទម្រង់ live photo ដែលវាមានចលនាប៉ុន្តែនៅលើនេះអត់សូវមាននៅ flag sim ជាប្រភេទមានចលនាទេយើងឃើញថារូបភាពចេញមកគឺនៅមួយកន្លែងតែម្ដងអញ្ចឹងអានេះគឺវាមានចលនាអញ្ចឹងវាជាចំណុចដែលខុសគ្នាហើយបើសិនជាបងប្អូនចាប់អារម្មណ៍មួយទៀតនៅពេលដែលយើងអូសមកកាន់ Always on display នៅក្នុង ColorOS 15គឺយើងមានតែ seamless ហើយជាមួយនឹង classic ទេប៉ុន្តែនៅលើ ColorOS 16គឺយើងមាន classic seamless ហើយជាមួយនឹង full screen អញ្ចឹងទម្រង់ full screen នេះគឺវាបង្ហាញនៅ wallpaper របស់យើងនៅលើអេក្រង់ដែរតែគ្រាន់ថាវាប្រើប្រាស់ថាមពលថ្មរៀងច្រើនជាងការប្រើប្រាស់នៅ lock screen ប្រភេទ seamless ឬក៏ classic ប៉ុន្តែគ្រាន់ថាបើសិនយើងបដូរមកកាន់ style ថ្មីនេះគឺវាក៏បង្ហាញថាយើងប្រើនៅ OS ស៊េរីថ្មីដែរអញ្ចឹងបើសិនជាយើងប្រើ flag sim ជាប្រភេទនេះហើយយើងអាចកំណត់អញ្ចឹងឧទាហរណ៍ថានៅក្នុងនេះបងប្អូនអាចកំណត់ទៅលើការយកម៉ោងជាប្រភេទបែបនេះឬក៏ទម្រង់នៅចំហៀងបែបនេះឬក៏ទម្រង់ដូចមិញក៏បានអញ្ចឹងគឺយើងអាចធ្វើការកែប្រែបានទៅតាមអ្វីដែលយើងត្រូវការអញ្ចឹងឥឡូវឧទាហរណ៍ថាខ្ញុំយកទម្រង់ម៉ោងចំកណ្ដាលពេញអេក្រង់បែបនេះចុះហើយនៅក្នុងនេះគឺយើងអាចធ្វើការជ្រើសរើសពណ៌សម្រាប់ការបង្ហាញនៅពីក្រោយនៅពេលដែលវាខាត់ឲ្យទៅលើទម្រង់ភ្នំហ្នឹងប៉ុន្តែគ្រាន់ថាជាធម្មតាយើងយកប្រភេទថ្លាចេះទៅគឺវារៀងស្រស់ស្អាតជាងអញ្ចឹងហើយអញ្ចឹងគឺវាផ្ដល់ភាពងាយស្រួលមួយយ៉ាងដែរហើយ lock screen នេះគឺវាអូតូទៅទាំងអស់តែម្ដងអញ្ចឹងមានថាពី AOD ចូលទៅដល់ lock screen ចូលទៅដល់ home screen គឺវាជាប្រភេទតែមួយគឺវាផ្ដល់ភាពរលូនល្អសម្រាប់ទៅលើការប្រើប្រាស់របស់យើងអញ្ចឹងនៅក្នុងនេះក្រៅពីទៅលើការកំណត់ទៅលើម៉ោងហ្នឹងគឺយើងអាច customize ទៅលើពីរគ្រាប់នៅខាងឆ្វេងខាងស្ដាំនេះមានថា shortcut របស់វាហ្នឹងគឺយើងចង់ប្រើមុខងារអីគឺយើងប្រើមុខងារហ្នឹងទៅអញ្ចឹងជាធម្មតាគឺខ្ញុំប្រើតែពីរហ្នឹងទេ flash ហើយជាមួយនឹងកាមេរ៉ាហើយចំពោះនៅកណ្ដាលនេះគឺយើងអាចបន្ថែមនៅ shortcut បានវាមាន shortcut ច្រើនសម្រាប់ឲ្យយើងធ្វើការប្រើប្រាស់បានអញ្ចឹងខាងលើនេះគឺជាប្រភេទ shortcut ដែលពេញនិយមហើយខាងក្រោមនេះគឺជា shortcut ទាំងអស់ដែលយើងអាចធ្វើការរើសបានតាម category របស់វាអញ្ចឹងជាប្រភេទ phone ជាប្រភេទ note ជាប្រភេទ recorder អីផ្សេងគឺយើងអាចកំណត់ឬក៏ជ្រើសរើសចេញពីក្នុងនេះបានអញ្ចឹងគឺវាផ្ដល់ភាពងាយស្រួលមួយយ៉ាងដែរអញ្ចឹងឧទាហរណ៍ថាយើងមានប្រើជាមួយកាសអញ្ចឹងយើងអាចដាក់កាសរបស់យើងចូលទៅក្នុងហ្នឹងហើយយើងអាចបន្ថែមនៅអីគេឧទាហរណ៍ថាម៉ោងរោមុខងារ call ហើយផ្សេងឥឡូវឧទាហរណ៍ថាខ្ញុំដាក់ទៅប៉ុណ្ណឹងអញ្ចឹងយើងចេញមកវិញមកយើង apply បានហើយឃើញទេអញ្ចឹងនៅពេលដែលយើង apply រួចនេះអានេះគឺ Always on display តែជាធម្មតា Always on display គឺវាភ្លឺតែនៅពេលដែលយើងប៉ះឬក៏ទូរស័ព្ទអង្គើទេអញ្ចឹងហើយគឺយើងអាចធ្វើការបើកវាមកយើងដោះសោចេះក៏បានឬក៏យើង lock សោនៅពេលដែលយើងចូលទៅដល់ lock screen គឺវាបង្ហាញបែបនេះអញ្ចឹងជាធម្មតានៅពេលដែល lock គឺម៉ោងនៅខាងលើរូបភាពនៅខាងក្រោយប៉ុន្តែនៅពេលដែលយើងបង្ហាញបែបនេះគឺភ្នំហ្នឹងគឺវាមានចលនារីកឡើងមកលើម៉ោងនេះគឺវាធ្លាក់ទៅក្រោយវិញហើយ shortcut របស់យើងគឺវានៅលើដដែលហើយនៅពេលដែលយើងដោះសោចូលអញ្ចឹងគឺវាតនៅសកម្មភាពនឹងដូចគ្នាប៉ុន្តែមួយទៀតឧទាហរណ៍ថាយើងធ្វើការដោះសោចូលតែម្ដងអញ្ចឹងចលនានឹងបង្ហាញនៅលើ home screen របស់យើងវិញអញ្ចឹងគឺវាជាចំណុចដែលខុសប្លែកគ្នារវាង ColorOS 15ជាមួយនឹង ColorOS 16ថ្មីហ្នឹងអ
អញ្ចឹង lock screen មិញគឺគ្រាន់តែជាផ្នែកមួយតែវាមានផ្នែកជាច្រើនពាក់ព័ន្ធជាមួយ lock screen ហ្នឹងដែលយើងអាចធ្វើការលេងបន្ថែមលេង style អីផ្សេងៗឬក៏យើងចង់លេង style ផ្ទាល់ខ្លួនក៏បានឬក៏យើងចង់ប្រើប្រាស់មានស្រាប់ក៏មានទម្រង់ច្រើនជាងការពីមុនដែរហើយជាក់ស្ដែងទៅគឺខ្ញុំចូលចិត្តជាប្រភេទ wallpaper ដែលយើងអាច customize អក្សរនេះអញ្ចឹងឧទាហរណ៍ថាយើងយករូបភាពមួយនេះចុះអញ្ចឹងដោយសាររូបភាពមួយនេះគឺជាប្រភេទ motion photo វាមានចលនាឬក៏យើងហៅថា live photo ហ្នឹងប៉ុន្តែចំណុចដែលពិសេសថងថាបើសិនជាយើងប្រើ live photo យើងចង់បិទសកម្មភាពវាក៏បានយើងចង់បើកសកម្មភាពវាឲ្យវាមានចលនាក៏បានដែរហើយចំពោះអក្សរនេះគឺយើងអាចធ្វើការ customize វាបានអញ្ចឹងឃើញទេ make your moment អញ្ចឹងយើងអាចធ្វើការប្រើ AI ដើម្បីឲ្យវា generate អក្សរឲ្យយើងក៏បានឬក៏មួយទៀតយើងអាចសរសេរខ្លួនឯងក៏បានឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំសរសេរឈ្មោះខ្លួនឯងទៅតែប៉ុណ្ណឹងហើយបាត់ហើយយើងធ្វើការជ្រើសរើស font មកចង់បាន font អីយក font ហ្នឹងទៅឃើញវាងាយស្រួលទេអញ្ចឹងគឺស្រេចតែយើងទេស្រេចតែការចង់បានរបស់យើងអញ្ចឹងគឺអត់មានកំណត់អីញញៃច្រើនទេគឺស្រេចតែអ្វីដែលយើងចង់បានអញ្ចឹងយើងចង់សរសេរអីយើង custom សរសេរខ្លួនឯងមកវាអត់មានអីពិបាកទេយើងចង់ទៅឆ្វេងទៅ stamp អីផ្សេងគឺស្រេចតែចិត្តយើងហើយទំហំអក្សរយើងអាចកំណត់បានដូចគ្នាឃើញ customize បានទាំងអស់ងាយស្រួលមែនតើដូច្នេះអ្វីដែលខ្ញុំចង់បង្ហាញគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាគន្លឹះល្អៗសម្រាប់បងប្អូនដែលចង់ស្វែងយល់អំពី ColorOS 16ហើយចំពោះបងប្អូនដែលចង់ដឹងកាន់តែលម្អិតអំពីមុខងារសំខាន់ៗនៅលើ ColorOS 16កុំភ្លេចតាមដានជាមួយខ្ញុំនៅវីដេអូក្រោយ